បាទសូមរឹកជំរាបសួរតើតើនឹងអាខានបន្តវេយ្យាករណ៍របស់យើងបាទរយៈធំដែរបាទចឹងឥឡូវយើងនឹងបន្តសិក្សាតើតើនឹងវេយ្យាករណ៍គ្រឹះវេយ្យាករណ៍ភាសាខ្មែរយើងហើយតន្ន័យរាល់ការឧទាហរណ៍ឬក៏ទ្រឹស្ដីការអត្ថាធិប្បាយគឺខ្ញុំពុំបានដកចេញបញ្ចេញបញ្ចូលខ្លួនឯងទេខ្ញុំសរសេរនឹងចម្លងតាមអ្វីដែលក្នុងសភៅលោកបានចងក្រងទុកអញ្ចឹងរាល់ទិន្នន័យទាំងអស់ហ្នឹងវាជាទិន្នន័យចាស់ក៏ប៉ុន្តែវាបានជាចំណែកមួយនៃការសិក្សាភាសាវេយ្យាករណ៍របស់យើងដែរដឹងពីចំណុចគោលខ្លឹមនៅក្នុងភាសាអក្សរសាស្ត្រជាតិយើងបាទហើយទិន្នន័យទាំងអស់នោះគឺខ្ញុំដកចេញមកពីសភៅវិធីប្រើវណ្ណយុត្តិនិងខណ្ឌសញ្ញាបាទអញ្ចឹងយើងសូមសិក្សាជាមួយគ្នាហើយនេះជាសេចក្តីបញ្ជាក់ពីខាងដើមបន្តថែមទៀតថាសភៅហ្នឹងអ្នកណារៀបរៀងវណ្ណយុត្តិនិងខណ្ឌសញ្ញារៀបរៀងដោយនួនបុត្រហើយគណៈកម្មការត្រួតពិនិត្យហ្នឹងមានព្រះគ្រូសង្ឃសត្ថាពុនសុភាជហើយគណៈកម្មការវប្បធម៌ផ្ទៀងផ្ទាត់ហ្នឹងគឺព្រះមហាញោកថែមប្រហែលជាកាលហ្នឹងគាត់នៅជាប្រសងទេមើលទៅបើឃើញនាមបញ្ញត្តិព្រះមហាញោកថែមណាកាលនោះមិនតាន់ប្រហែលជាមិនតាន់លីចាក់សិក្ខាបទទេអញ្ចឹងនឹងជាសេចក្តីខាងដើមនៃសភៅហ្នឹងក្របបានបង្ហាញថាអ្នកណាក្រុមជំនុំអ្នកណាផ្ទៀងផ្ទាត់អ្នកណាត្រួតពិនិត្យអញ្ចឹងណាបាទយើងបន្តទៅមុខទៀតឥឡូវយើងចូលបន្តដល់ចំណុចទី2គឺមូសិកតនឬធ្មេញកណ្ដុរចឹងយើងអាចហៅមួយយ៉ាងបានទៀតថាបន្តក់2ឬក៏សម្លាប់2បាទនៅក្នុងវណ្ណយុត្តិទី2នេះគឺមានរូបសន្តានវានឹងដូចជាធ្មេញកណ្ដុរអញ្ចឹងបន្តក់2ណាអញ្ចឹងគេឲ្យឈ្មោះថាមូសិកតនឬក៏ធ្មេញកណ្ដុរហើយបាទហៅ2ទៀតគឺបន្តក់2ឬក៏សម្លាប់2បាទនឹងជាចំណុចទី2នៃវណ្ណយុត្តិខ្មែរគឺថាវណ្ណយុត្តិមួយបាតនេះមានរូបសន្តានដូចជាក្បេស2ដូចជាធ្មេញកណ្ដុរបាទប្រើសម្រាប់ដាក់ខាងលើបំបែសូរស័ព្ទអក្សរឲ្យទៅជាបានន័យថាបំបែសំលេងអក្សរខុស័កឲ្យទៅជាអខុស័កវិញនេះជាទ្រឹស្ដីលោករៀបរាប់មកអញ្ចឹងថាវណ្ណយុត្តិមួយមានរូបសន្តានមានគំនុះក្បេស2ហើយរូបរាងវាគឺដូចធ្មេញកណ្ដុរនៅពេលដែលដាក់ពីលើព្យញ្ជនៈណាវាបដូរព្យញ្ជនៈនឹងឲ្យទៅជាសំឡេងមួយថ្មីន័យថាដាក់លើអក្សរតួអក្សរខុស័កឲ្យទៅជាសំឡេងអខុស័កវិញនឹងជាទិន្នន័យចាស់ដែលយើងប្រើខុស័កណាខុស័កណាតាមប្រព័ន្ធបាលីបាទហើយបន្តទៅមុខទៀត
បាននេះជាក្រុមអក្សរដែលថ្មិញកណ្ដុរដាក់ពីលើហើយបដូរសំឡេងមាន9យ៉ាងមាន9តួគឺងោញូណូបម៉ូយ៉ូរ៉ូឡូវ៉ូហើយនៅពេលដែលបន្តពីលើឬថ្មិញកណ្ដុរឬក៏មូសិកកតនហ្នឹងនៅពីលើវាបដូរសំឡេងទៅជាសំឡេងអណាតែជាងងោបន្តពីងញូបន្តពីញណូបន្តពីណបបន្តពីប៉ម៉ូបន្តពីម៉យ៉ូបន្តពីយ៉រ៉ូបន្តពីរឡូបន្តពីឡវ៉ូបន្តពីវបាននឹងជាថ្មិញកណ្ដុរដែលដាក់ពីលើព្យញ្ជនៈទាំង9តួនេះបដូរសំឡេងទៅជាអបើយើងនិយាយតាមតន័យចាស់គេថាបដូរខោស័កទៅជាអាខោស័កណាបាទហើយមើលឧទាហរណ៍បែបណាឧទាហរណ៍ទី1នេះព្យញ្ជនៈងោអញ្ចឹងបដូរសំឡេងងោទៅជាងដូចកូនង៉ែតកូនងាអញ្ចឹងតាមរូបដើមអសងោតែសំឡេងពួកខូស័កឬក៏យើងហៅបច្ចុប្បន្នគឺសំឡេងអូណាតែនៅពេលដែលមានសម្រាប់ពីរឬក៏បន្តឬក៏យើងហៅមូសិកតននៅពីលើវាបំបែសំឡេងងូនឹងទៅជាងអញ្ចឹងបើយើងប្រកបតាមបែបធម្មតាងាយងោបន្តពីងអាយង៉ែតង៉ែតនឹងជាចំណុចទី1គឺប្រកបនឹងព្យញ្ជនៈងោបាទហើយកូនងាដូចគ្នាងាបត់បានដាក់បន្តទេគឺទៅជាងាវិញបាទកូនងាតែនៅពេលដែលបន្តនៅពីលើតួវាបដូរព្យញ្ជនៈងូនទៅជាងជាងោបន្តពីងដាក់សាអាងាកូនងាបាទនឹងជាឧទាហរណ៍ព្យញ្ជនៈងោអញ្ចឹងការសិក្សាស្វែងយល់ពីចំណុចទី2គឺមូសិកតនថ្មិញកណ្ដុរមានប្រមាណប៉ុណ្ណេះហើយយើងនឹងចាំសិក្សាបន្តទៅវគ្គក្រោយទៀតបាទសូមអរគុណសូមជម្រាបលា